រ៉េម3ពាន់ដែលជោគជ័យគ្រាន់តែលោកអ្នករៀបការនឹងទទួលបានរង្វាន់ប្រពន្ធកាន់តែច្រើនរង្វាន់កាន់តែច្រើនរងទេតាតានេះកំពុងតែធ្វើស្អីហ្នឹងហ៎អេបែរស្មាញ់មានរឿងអីហើយស្មានតែឆ្លងទៅកាន់ពិភពលោកវិញខំប្រឹងទៅអឆ្លងផុតមួយសប្តាហ៍នេះខ្ញុំត្រូវការប្រពន្ធតែមួយតែប៉ុណ្ណោះទេថែមទាំងទទួលបានរង្វាន់ទៀតផងក្នុងសំណាក់ហារ៉េមមាន3000នាក់សុទ្ធតែជាប្រពន្ធរបស់ខ្ញុំដល់ពេលលោកមកខែលោកស្ដីទៅឥឡូវហើយអរុនសួស្ដីប្រពន្ធទាំងអស់គ្នាអរុនសួស្ដីលោកស្ដីអរុនសួស្ដីអរុនសួស្ដីអរុនសួស្ដីលោកស្ដីអរុនសួស្ដីអរុនសួស្ដីអរុនសួស្ដីណាលោកស្ដីអូខេអរុនសួស្ដីអរុនសួស្ដីអរុនសួស្ដីឈីលៀនណាបងត្រូវផឹកថែមទៀតមែនទេហ៎ដល់ពេលដែលត្រូវផឹកថ្នាំហើយលោកស្ដីមិនផឹកទេមិនផឹកទេបងផឹកបានទេផឹក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 ទេបងផឹកបានទេផឹកទេផឹកទេជប់សិនហើយបងស្រីថ្ងៃនេះសូមឲ្យលោកប្តីគាត់មានពេលសម្រាប់ខ្លះណាប៉ណ្ណឹងចាស់ហើយអ្នកទាំងអស់គ្នានាំគ្នាចេញទៅវិញចាស់ទៅហេតុអីទេអរគុណអីចូលអារម្មណ៍សួស្ដីលោកប្តីអារម្មណ៍សួស្ដីលោកប្តីអរុនសួស្ដីប្រពន្ធទាំងអស់គ្នាអារម្មណ៍សួស្ដីលោកប្តីហើយលោកប្តីបើសិនជាបងនៅតែបន្តបែបនេះច្បាស់ជាអាយុខ្លីហើយមិនមែនថាទៅមិនរួចទេសុខភាពបងរឹងមាំតើចាំមិនហ្នឹងលោកប្តីឈ្មោះមែនអត់ហារ៉េមមានប្រពន្ធទៅដល់3000នាក់កុំឲ្យតាអូនតូចបងនេះវាងាប់ទៅកម្លាំងនៅក្រាន់បើតើអានេះសាជួថ្ងៃនេះគឺបងត្រូវជ្រើសរើសប្រពន្ធម្នាក់ទៀតបើបុកសរុបចូលគ្នាទាំងអស់នោះគឺ3001នាក់ចង់ការប្រពន្ធថែមទៀតទេបងធ្វើរឿងនេះគឺមានហេតុផលរបស់បងបើទោះបីជាបងស្លាប់នៅលើបង្គោលក៏ត្រូវតែយកថែមដែរបាទខ្ញុំសម្រេចតាមបងចាស់បងស្រីមិនចង់ចេញទៅដើរលេងខាងក្រៅខ្លះទេអីមួយថ្ងៃឃើញតែនៅក្នុងបន្ទប់មិនតាន់ចង់ចេញទៅណាទាំងអស់មិនតាន់បានចាត់ការជាមួយជនក្បត់រាជកិច្ចក៏មិនតាន់ដោះស្រាយចប់នេះបងស្រីចង់និយាយពីពួកចៅសមុទ្រជប៉ុននោះអីទៅហើយចៅសមុទ្រជប៉ុននៅភាគខាងជើងគឺមានគ្រប់ឆ្នេរទាំងអស់ចំណែកឯភាគខាងត្បូងគឺកាត់សមុទ្រប្រជារាបើចង់ទប់ទល់ជាមួយវាពិតជាពិបាកណាស់ពួកចៅសមុទ្រច្រើនណាស់តែលាក់ខ្លួននៅតាមឆ្នេរលាក់ខ្លួននៅតាមកោះចង់រកវាមិនងាយទេប៉ុន្តែយើងលើគេនិយាយថានៅក្រុងស៊ីហ្វាំងថ្មីនេះមានរបស់ផ្លែជាច្រើនដែលយើងមិនធ្លាប់បានឃើញពីមុនម្យ៉ាងទៀតព្រោះដល់ការខាងមុខនេះគឺបងត្រូវទៅស្វែងរកបរិយាចំណែកអ្នកនោះឲ្យគេមកជួយយើងឲ្យតតបានអីចាមនុស្សច្រើនយ៉ាងនេះតើរកគេមិនឃើញទៅយកល្អមិនបាច់ទេណែចុះចាំបងតែកន្លែងរីជពេតសិនពេលដែលបងត្រឡប់មកវិញចាំពិភាក្សាទៅរឿងនេះទៀតព្រះច្បាត្រាน้องចាំចាស់របស់រីជពេតត្រាផងណាសាំងគូសម្ដីអីគេហ្នឹងហេតុអីក៏រញ៉ៃមែនក្រាបថ្វាយបង្គំព្រះអង្គជាក្បួនដំណើររបស់ព្រះរាជបុត្រាម្នាក់ដែលមានឈ្មោះថា Super Fun ពិតជាអស្ចារ្យណាស់តាមមនុស្សប្រភេទបែបណាទៅបានជាគេឆ្លក់មកវិញបែបនេះតោះនាំយើងទៅមើលបន្តិច